ការពីថ្ងៃសុក្រអ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកបានបង្ហាប់ឲ្យដឹងអំពីឧបទ្ទហេតុពើប្រទះស្កាត់គ្នានៅលើផ្ទៃអាកាសរវាងយន្តហោះល្បាតអាមេរិកពេទ្រអូរីយ៉ុងនិងយន្តហោះចម្បាំងចិន J-10 ពីរគ្រឿងជាឧបទ្ទហេតុទី2ដែលកើតឡើងក្នុងរយៈពេលតែ2សប្តាហ៍ប៉ុណ្ណោះឧបហេតុបែបនេះបានកើតឡើងជាលើកទី1នៅថ្ងៃទី16ឧសភាដោយយន្តហោះយោធាអាមេរិកត្រូវបានស្កាត់ដោយយន្តហោះចិនពីរគ្រឿងដោយគ្មានលក្ខណៈវិជ្ជាជីវៈសោះលើកទី2គឺនៅថ្ងៃពុធយន្តហោះល្បាតP3 អូរីយ៉ុងរបស់អាមេរិកត្រូវបានស្កាត់ជាថ្មីដោយយន្តហោះចិនទៀតក៏ប៉ុន្តែអាចបន្តបេសកកម្មល្បាតលើសមុទ្រចិនខាងត្បូងបានដោយគ្មានបញ្ហានេះបើតាមការគូបញ្ជាក់លម្អិតរបស់មន្ទីរបញ្ចកោណដែលបានអះអាងថាបានបញ្ជូនដំណឹងទៅឲ្យទីក្រុងប៉េកាំងហើយក៏ប៉ុន្តែជាប្រតិកម្មនៅថ្ងៃអាទិត្យនេះក្រសួងការពារជាតិចិនបានច្រានចោលសេចក្តីប្រកាសព័ត៌មានរបស់ Washington នោះថាខុសអំពីការពិតជាក់ស្ដែងយន្តហោះអាមេរិកបានចេញធ្វើប្រតិបត្តិការស្ទាបស្ទង់ស្ថានភាពនៅអាកាសនៅក្នុងតំបន់អាគ្នេយ៍នៃកោះហុងកុងរបស់ចិនឯចំណែកយន្តហោះយោធាចិនវិញបានធ្វើប្រតិបត្តិការសម្គាល់អត្តសញ្ញាណស្របតាមច្បាប់ជាប្រតិបត្តិការដែលប្រកបទៅដោយវិជ្ជាជីវៈនិងភាពប្រាកដនិយមនេះគឺជាការពន្យល់លម្អិតរបស់ចិនសម្រាប់ចិនគឺអាមេរិកទេដែលជាអ្នករំលោភដែនទឹកចិនដោយបានបញ្ជូននាវាយោធាទៅក្បែរតំបន់ប្រជុំកូនកោះ Mischief កោះសិប្បនិម្មិតរបស់ប៉េកាំងសកម្មភាពបែបនេះគឺជាទង្វើរំលោភបូរណភាពនិងសន្តិសុខដែលអាចធ្វើឲ្យភាគីទាំងសងខាងត្រូវរងអសន្តិសុខទង្វើរបស់អាមេរិកនេះគឺជាមូលដ្ឋានគ្រឹះនៃបញ្ហាសន្តិសុខយោធាផ្លូវអាកាសនិងផ្លូវទឹករវាងអាមេរិកនិងចិននេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិន